ធ្លាប់តែសម្ដែងនៅប្រទេសប៉ុន្តែថ្ងៃនេះប្រតង់ប្រអងប្រលឹមមកសម្ដែងនៅលើឆាកទឹកដោះគោគុនវិញម្ដងជម្រាបសួរសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនអ្នកខ្លះបានមកចូលរួមនៅក្នុងកម្មវិធីស្លាយរំអិលយៈគុនដែលធ្វើឡើងនៅជាប់មាត់ស្ទឹងសៀមរាបផ្ទាល់តែម្ដងកាលពីថ្ងៃទី4ទី5យើងហ្នឹងមានទាំងការលេងហ្គេមមានទាំងការចាប់រង្វាន់ Lucky Draw បានទាំងកតាបគុនទឹកដោះគោគុនជាពិសេសគឺទទួលបានជាមួយនឹងកង់គុនទៀតពិសេសជាងនេះទៅទៀតគឺការជិះស្លាយរំអិលយៈគុននឹងតែម្ដងបងប្អូនដែលគាត់ជិះហើយមានអារម្មណ៍មិនដែរខ្ញុំនេះអត់បានជិះសោះឥឡូវវល់ថតពេកបានតែអាចដល់យើងទេបានជិះចូលដល់ពេលល្ងាចចិត្តយប់ភ្លាមគឺមនុស្សមកច្រើនមែនតើដល់ពេលល្ងាចនេះផងដែរគឺជាការឡើងសម្ដែងជាមួយនឹងការរាំហើយនឹងការចាប់រង្វាន់ Lucky Draw ពុកម៉ែបងប្អូនតែមុនចាប់ផ្ដើមកម្មវិធីយើងគោរពទង់ជាតិសិនដល់មកដល់វគ្គពួកគាត់ទាំង3សម្ដែងហើយមិនបានសម្ដែងបានប៉ុណ្ណឹងពុកម៉ែបងប្អូនត្រូវការសមពីផ្ទះមករៀងច្រើនដែរបានពុកម៉ែបងប្អូនមកច្រើនអញ្ចឹងគឺថាអត់មានហត់អីបានតិចសោះសប្បាយចិត្តខ្លាំងមែនតើតែម្ដងបានជួបពុកម៉ែបងប្អូននៅខេត្តសៀមរាបកំពុងធ្វើអីហ្នឹងក្មួយកំពុងញ៉ាំបាយហ្នឹងសម្ដែងចាប់ស្នេហ៍ស្នាជាមួយបងប្អូនបានតិចពួកគាត់ទាំង3គឺថារត់ទៅដូរកៅអៅវិញតែម្ដងនិយាយទៅគឺបានគ្រប់ទម្រង់ហ្មងចូលដល់វគ្គនេះផងដែរគឺជាការចាប់រង្វាន់ជាមួយនឹងការលេងហ្គេមយករង្វាន់បើកន្លែងមើលកន្លែង slide រំអិលយកវិញពុកម៉ែបងប្អូនអើយត្រង់ជួចាំគ្នាច្រើនខ្លាំងមែនតើតែម្ដងនិយាយទៅសប្បាយខ្លាំងមែនតើក្រមើលក្នុងវីដេអូហ្នឹងក៏ដឹងសប្បាយប៉ុណ្ណាដែររួមតាមធ្វើក្បាច់តាមខ្ញុំម្នាក់វិញដើរជុំវិញកម្មវិធីឡើង4 9ឃើញថាអ្នកសៀមរាបមកចូលរួមនឹងជិះ slide រំអិលយកច្រើនខ្លាំងមែនតើកម្មវិធី slide រំអិលយកគុនធ្វើច្រើនខេត្តខ្លាំងមែនតើពុកម៉ែបងប្អូនទៅធ្វើនៅខេត្តសៀមរាបហើយបងប្អូនចង់ឲ្យ slide រំអិលយកគុនធ្វើនៅខេត្តណាទៀតអាចខមមិននៅខាងក្រោមបានអ្នកទាំងអស់គ្នាសូមប្រាប់ព័ត៌មានជាផ្លូវការមួយស្លាយរំអិលយកគុនណានឹងមកដល់ភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយណាទីតាំងនៅមុខព្រៃសនីកម្ពុជានៅថ្ងៃទី14ដល់ថ្ងៃទី19ខែមេសានេះតែម្ដង